សួស្តីគ្នាយើងទាំងអស់គ្នាដែលចិត្តដល់ថ្ងៃប្រឡងបាក់ឌុបលោកគ្រូមានលំហាត់មួយចង់ចែកម្លែកឲ្យពួកយើងធ្វើទាំងអស់គ្នាហើយកុំភ្លេចជួយចុចបេះដូងចុច like ហើយចុច subscribe នៅ channel ក៏ដូចជា follow TikTok គ្រូអេម្នាក់មួយផងហើយថ្ងៃនេះគ្រូមានលំហាត់មួយលំហាត់ហ្នឹងគឺគ្រូដកស្រង់ចេញពីលំហាត់ទី2សម្រាប់ការប្រឡងថ្ងៃ28សីហា2025ឆ្នាំទៅអញ្ចឹងលំហាត់នេះគេថាធុងមួយផ្ទុកអូស្មန်បរិសុទ្ធមានមាត្រ200សង់ទីម៉ែត្រគីបស្ថិតក្រោមសម្ពាធ 1.00 គាត់អស្គុណ5ប៉ាស្កាល់ហើយមានសីតុណ្ហភាព27អង្សាសេអូស្មန်នេះមានតើអូស្មန်នេះមានចំនួនម៉ូលប្រមាណហើយគេឲ្យតម្លៃថេសកលមកគឺ 8.31 សូក្នុងម៉ូលចុចការអញ្ចឹងចំពោះតម្លៃនេះបើសិនជាគេអត់ឲ្យក៏បងត្រូវចាំដែរអូខេអញ្ចឹងចំពោះលំហាត់នេះយើងប្រើតាមរូបមន្តសមីការអូស្មန်បរិសុទ្ធណាអញ្ចឹងសមីការអូស្មန်បរិសុទ្ធគឺអីគេ PV ស្មើ N យ៉ាតេណាគឺយើងប្រើតាមរូបមន្តហ្នឹងគឺយើងអាចធ្វើបានហើយតោះអូខេអញ្ចឹងគ្រូដាក់គណនាមកតោះគណនាចំនួនម៉ូលគណនាចំនួនម៉ូលអូស្មန်ក្នុងថងណាអូស្មန်ក្នុងថងចឹងយើងដាក់ថាតាមសម័យកាលអូស្មန်បរិសុទ្ធមកសម័យកាលអូស្មန်បរិសុទ្ធអូខេចឹងផ្សេងមកគឺ PV ស្មើ N យ៉ាតេអូខេអញ្ចឹងគ្រូទាញនេះមកទាញN មកអញ្ចឹងគ្រូបានអីតាគ្រូបាន P គុណនឹង V ចែកអីគេចែក R ហើយនឹងតេណាអូខេបន្តទៀតយើងដាក់ដោយអាហ្នឹងវាថាវាជារបៀបនៃការសរសេរលំហាត់រូបវិទ្យារបស់យើងដំណោះស្រាយយើងទៅសរសេរគម្រោងបែបហ្នឹងយើងបានបន្ទុកពេញតោះអញ្ចឹងគ្រូដាក់មកសម្រាប់មានអីខ្លះគឺសម្ពាធមាត្រតេហើយនឹង R ណាអូខេគឺ4ហ្នឹងតោះអញ្ចឹងសម្ពាធស្មើប៉ុន្មានគេប្រាប់មកនេះគឺជាសម្ពាធណាអូខេតោះអញ្ចឹងសម្ពាធគឺស្មើនឹង 1.00 គុណបាន10សេគុណ5អូខេអញ្ចឹងគ្រូថាស្មើនឹង10សេគុណ5ប៉ាស្កាល់ហ្មងទៅដោយសារ 1.00 គឺគុណទៅចេញទំហំប៉ុណ្ណឹងតែណាបន្តទៀតមានអីទៀតមាត្រអូខេអញ្ចឹងមាត្រគេប្រាប់មកមែនមាត្រគេប្រាប់មក200សង់ទីម៉ែត្រគីបអញ្ចឹងយើងត្រូវបដូរវាទៅជាម៉ែត្រគីបដែរណាអូខេអញ្ចឹងគ្រូសេសិន200សង់ទីម៉ែត្រគីបតើយើងសេអញ្ចឹងมันបានបន្ទុកពេញណាហើយយើងដាក់បែកខ្នាតអញ្ចឹងវាស្មើនឹង200គុណនឹង10សេគុណដក6អញ្ចឹងម៉ែត្រគីបណាអូខេអញ្ចឹងវាស្មើមែនគឺវាស្មើនឹង2គុណ10សេគុណដក4ម៉ែត្រគីបអូខេតោះបន្តមកទៀតនៅសម្រាប់អីទៀតគឺ R ហើយតេណាអញ្ចឹងគ្រូសរសេរមក R គឺស្មើ 8.31 សូក្នុង1ម៉ូលចុចការអូខេបន្តមកទៀតគឺអញ្ញត្តិតេអញ្ញត្តិតេពេលនេះគេបានប្រាប់មកជាអីសីតុណ្ហភាពគិតជាអង្សាសេអញ្ចឹងយើងត្រូវគិតជា
Kelvin នៅក្នុងសមីការស្មើបនសុទ្ធបានត្រូវណាអូខេអញ្ចឹង27អង្សាបូកមែន2 73មកអញ្ចឹងចម្លើយគឺឃើញ300 Kelvin អូខេតោះអញ្ចឹងតទៅទៀតយើងជំនួសចូលមកតើយើងគ្រូដាក់គេបានមកគេបានអីគេបាន n ណាយើងទាញឲ្យ n យើងគេបាន n ហ្នឹងហើយតោះអញ្ចឹង n ស្មើប៉ុន្មានគឺប10ស្អីគុណ5គុណ1គេបអញ្ចឹងវាយរបស់យើងគឺ2គុណ10សេគុណដល់4អូខេហើយចែក a 8.31តទៀតចែកតគឺ300ណាអូខេអញ្ចឹងយើងគណនាមកនេះអានេះសេគុណគណនា1សេគុណសិនមកអញ្ចឹងវាសល់2គុណនឹង10សេគុណ1អញ្ចឹង2គុណ10សេគុណ1គ្រូបាក់សេបានណាអា02នេះយើងគុណជាមួយនឹងប៉ុណ្ណេះទៅវាស្មើនឹង 8.31 អញ្ចឹងយើងគុណទៅវាឃើញ831គុណនឹង3អាហ្នឹងរបៀបគណនាលេខណាដើម្បីកុំឲ្យខុសអញ្ចឹងនៅសល់ប៉ុន្មាន20អានេះគុណទៅប៉ុន្មាន3 8 ដង24អូខេដល់សល់ប៉ុណ្ណេះយើងគិតលេខចែកតាមក្រោយអញ្ចឹងយើងចែកមកឃើញប៉ុន្មាន20ចែកជាមួយនឹង2433អូខេអញ្ចឹងចម្លើយគឺឃើញ0.008 22អញ្ចឹងយើងសរសេរជាទម្រង់ស្តង់ដារនៃសេគុណណាអូខេអញ្ចឹងគ្រូសរសេរបានថា8.22គុណ10សេគុណដក3អូខេហើយដាក់ຂະຫນາດផងពុំតិចຂະຫນາດគឺម៉ូលណាអូខេអញ្ចឹងយើងដាក់ដូចនេះមកអូខេអញ្ចឹងដូចនេះចំនួនម៉ូលគឺស្មើក្នុងធុងគឺមែនស្មើក្នុងធុងគឺ n ស្មើ 8.22 គុណ10សេគុណដក3ម៉ូលណាអូខេអញ្ចឹងខានចប់ប៉ុណ្ណឹងណាអញ្ចឹងជាចុងក្រោយគូអរគុណគ្នាយើងដែលបានទស្សនាវីដេអូលោកគ្រូតាំងពីដើមរហូតដល់ចប់